ឧស្សាហ៍មើលថែទាំចំណុចនេះផងប្រយ័ត្នរបូតច្រវាក់ឬដាច់ច្រវាក់អាចបង្កឲ្យគេបុកពីក្រោយនៅតាមផ្លូវច្រវាក់ពីញ៉ុងមានសារៈសំខាន់ណាស់សម្រាប់ម៉ូតូវាជាគ្រឿងបង្គំមួយសម្រាប់បញ្ជូនចលនាដែលគេប្រើវាសម្រាប់បញ្ជូនកម្លាំងពីម៉ាស៊ីនទៅកាន់កង់ក្រោយដើម្បីឲ្យម៉ូតូមានចលនាទៅមុខនៅពេលដែលយើងកំពុងតែជិះម៉ូតូហើយឮសូរសំឡេងច្រវាក់នោះមិនប្រកាសថាម៉ូតូរបស់យើងសឹកឬអស់ពីញ៉ុងទេមូលហេតុគឺដោយសារច្រវាក់ពេលខ្លះច្រវាក់របស់យើងដាច់ឬយាបណ្ដាលឲ្យច្រវាក់របស់យើងរត់ឬធ្វើការមិនស្មើកាលណាច្រវាក់ស្ងួតប្រេងបណ្ដាលឲ្យពីញ៉ុងមុខនិងពីញ៉ុងក្រោយស្ងួតប្រេងបណ្ដាលឲ្យឮសំឡេងពីញ៉ុងបញ្ហានេះគឺយើងគ្រាន់តែឲ្យជាងជួយរត់ច្រវាក់ក្នុងករណីខ្លះគឺត្រូវកាត់ច្រវាក់ចេញមួយកង់ឬពីរកង់តាមស្ថានភាពជាក់ស្ដែងហើយចាំដាក់ប្រេងច្រវាក់ផងនៅពេលដែលយើងជិះយូរមិនបានត្រួតពិនិត្យដល់ច្រវាក់និងច្រវាក់ពីញ៉ុងបងប្អូនប្រើប្រាស់ច្រវាក់ពីញ៉ុងដែលមិនមានគុណភាពឬខូចនោះវាបណ្ដាលឲ្យមានបញ្ហាមួយចំនួនដូចជាការបញ្ជូនកម្លាំងពីម៉ាស៊ីនមុខទៅកង់ក្រោយមិនបានល្អនេះបណ្ដាលឲ្យម៉ូតូស៊ីសាំងជាងមុនបង្កឲ្យមានសំឡេងរំខានជាពិសេសអាចនឹងរបូតច្រវាក់ឬដាច់ច្រវាក់បណ្ដាលឲ្យជាប់គាំងកង់ក្រោយអាចបណ្ដាលឲ្យមានគ្រោះថ្នាក់យើងអាចពិនិត្យថាតើពេលណាគួរបដូរពីញ៉ុងបានដោយមើលទៅលើធ្មេញពីញ៉ុងក្រោយបើធ្មេញរបស់វាស្រួចមានន័យថាសឹកខ្លាំងមិនល្អទេគួរបដូរចេញនៅពេលពិនិត្យសូមកុំភ្លេចបង្វិលកង់ទៅមុខឬទៅក្រោយផងព្រោះជៀសវាងការពិនិត្យមិនបានសពគ្រប់ជ្រុងជ្រោយបើធ្មេញពីញ៉ុងមិនស្រួចទេវាមានសភាពទាលមានន័យថាវានៅល្អទេសរុបមកវិញការថែទាំច្រវាក់ពីញ៉ុងអត់មានអីស្មុគស្មាញដល់បងប្អូនប៉ុន្មានទេបើច្រវាក់ធូរឬយារឹតច្រវាក់បើរឹតអត់កើតមានតែកាត់ច្រវាក់បើកាត់អត់កើតទៀតមានតែបដូរច្រវាក់ចោលទៅជាចុងក្រោយសូមអរគុណដល់បងប្អូនដែលបានទស្សនាអញ្ចឹងបើសិនជាបងប្អូនមិនទាន់បាន like ឬ follow page ជួយធ្វើការ like ឬ follow ម្នាក់មួយផងដើម្បីជាកម្លាំងចិត្ត